ខុសមិនអត់ចឹងនេះខណៈគេបាត់ជា2មកវារឹងតិចបសក់ចូលផ្លុកវារឹងវាស្រួលសោកមករឹងស្រួលសោកមើលវាទុនវាជាវត្តបាក់សក់ចូលចាំមកដេប៉ាអីកណ្ដាលព្រៃព្រឹក្សានៅតាវ៉ហ្នឹងថ្ងៃនេះនីតិដេប៉ាបងនីតិដេប៉ាចាំអីគេត្រាត់ហ្នឹងហ៎ក្បិតបងក្បិតអីគេក្បិតទុកកាត់អំបោះបងអូនេះហៅក្បិតឡាមឯណាត់ក្បិតឡាមចាំកាត់អីគេហ្នឹងកាត់អំបោះបងកាត់អំបោះទៅអីកាត់ដេអូថ្ងៃនេះមកប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀបដោតគូតមជុលដោតគូតមជុលចាអូននេះប្រាប់ពីវិធីអីដូចគ្នាតើបងគូតមជុលដែរខ្ញុំសុកគេហៅគូតមជុលសុកបងហៅផ្សេងហៅអីបងហៅកាប៉េះគូតមជុលដូចគ្នាបងប៉ុន្តែកាប៉េះមុនចាំដោតកាប៉េះគូតមជុលមិនទៅចាំទៅខ្ញុំបង្ហាញអូខេរៀបចំសិនណាមានអីបងជួយកាន់នេះមកនេះថងនេះមកជួយកាន់មកអូខេនឹងឯតាមធម្មតាអញ្ចឹងបងប្អូនទាំងអស់គ្នាមិននេះយើងកាត់បានចឹងមកហើយគូតចឹងយើងបណ្ដោតចឹងខំពងសឡឹងយូរតារំចូលដូចខ្ញុំនេះសឡឹងអត់ចូលអូខេសឡឹងចាអត់ចូលទេចឹងដើម្បីឲ្យចូលធ្វើម៉េចចូលដើម្បីឲ្យចូលយើងមានវិធីសាស្ត្រថ្មីបងប្អូនទាំងអស់គ្នាដល់អំពីធ្វើសិនគេត្រូវច្បាត់វាជា2ទៀតបងបាត់ជា2សិនហ៎បាត់ជា2អាហ្នឹងកាន់តែបាក់ធំជាងមុននឹង2នោះមុនរុក1មជុលផងមុំ2ស្រួលជាងបងខ្ញុំដែរឡា1មជុលផងរៀងទួយជាម្នាក់ហើយយើងមានក្មួយយើងស្បូតវាអូខេស្បូតវាទួយជាមកហើយយើងសោកទៅនិយាយចូលលឿននេះអូចូលមែនចូលលឿនបងដកជីដាក់សាំមិនដកជីដាក់សាំអីមើលវាលឿនវាអត់ឆ្អាត់បាក់ទួយទៅវាបាក់មើលដកជីដាក់សាំអីមើលបាត់ជា2អូខេអត់ជា2គឺអត់ត្រូវបាក់មើលស្លឹងអីទៀតបាត់មានចូលមិញចូលផ្លុកសោះអូផ្លុកមែនបងប្អូននេះផ្លុកចូលមែនអូប៉ុន្តែមកដាក់តែមួយវាពិបាកបងប្អូនវាពិបាកមែនអូនេះបងប្អូនចាអូននេះសាកម្ដងមកចឹងហ្នឹងហើយ12ចេះមកយើងបត់វាចឹងមកហើយយើងដាក់2ចេះដាក់2យើងបត់វាបាក់2ហ្នឹងដល់យើងដាក់វារឿងទូចឹងណាអូខេលើទឹកមាត់អីតិចយោអូឲ្យវាទូចឹងមកបន្តមកទៀតមកយើងដាក់ចូលតិចមែនទេនេះបងប្អូនអូផ្លុកមែនបងប្អូនផ្លុកមែនតែបានដាក់យើងនៅទំនេរនេះណាយើងទាញវាចេញមកចេះមកដើម្បីយើងបើថាយើងជិលហូតវាយើងបវល់បងប្អូនបវល់ចេញមកនេះឡើងបើជុំចឹងមកយើងបាត់មកអូឲ្យដេផ្លេចចម្លងដេធម្មតាទៅរួចហើយបងប្អូនស្រួលមែនអត់ចាតែឃើញនិយាយចាស់គាត់ប្រឹងគាត់ហៅចៅដល់កញ្ជុលដិតជុលឲ្យអញដោយសារអាគូតបើវាតែមួយចេះវាទូចហើយវាតុនបត់ជា2វាធំវារឹងមួយវាទូចវារឹងវាមានរំលឹងអញ្ចឹងណាហ្នឹងហើយពេលច្រើនបងនៅក្មេងៗអីយាយឲ្យគូតដុតគូតជុលដែរដាក់ខ្មុនខ្មុំផងដែរផងប្រឹងលិបទាំងមាត់ផងញុកខុសមែនអត់ចឹងនេះខណៈគេបាត់ជា2មកវារឹងតិចបសក់ចូលផ្លុកវារឹងវាស្រួលសោកមករឹងស្រួលសោកមើលវាទុនវាជាវត្តបាក់សក់ចូលអូខេចឹងយល់ហើយចឹងហ៎នេះបើចឹងយើងធ្វើរបស់ឲ្យរឹងសិនហ្នឹងវាស្រួលសោកចាអូខេបងប្អូនចឹងវីដេអូនេះមានប៉ុណ្ណឹងអរគុណណាចឹងសម្រាប់បងប្អូនដែលចង់នៅស្រុកស្រែចំការដែលធ្លាប់តែដុតគុណជុលប្រើអំបោះម្ដងមកសាយញ៉ាំទៅវាប៉ះសាញ់ម៉ាញ់សាញ់ស៊ុយមួយមកវាណាបងប្អូនបត់អំបោះបត់ជា2មកចាំញុកវិញអានឹងលឿនជាងអូខេចឹងខ្លីៗខ្លឹមខ្លាំងចឹងអរគុណច្រើនសម្រាប់ការបង្ហាញអំពីរបៀបដុតបេះគុណជុលអូខេបាយបាយជួបគ្នាវីដេអូក្រោយសូមកុំភ្លេចជួយចុច follow page និង subscribe channel ម្នាក់មួយផងបាយបាយ